សូមអនុមោទនាស្ដាប់ការអានសៀវភៅទានកថាដែលរៀបរៀងដោយលោកគ្រូអគ្គបណ្ឌិតបុត្រសាវង្សដូចតទៅពាក្យប្រារព្ធក្នុងព្រះគាថាធម្មបទបិដកលេខ52ទំព័រ59ព្រះអង្គប្រារព្ធអសតិសទានរបស់ព្រះបាទបក្សីនទីកោសលដោយមានអ្នកទេសដៀលមានអ្នកសរសើរនៅទីនោះព្រះដ៏មានព្រះភិក្ខព្រះអង្គទ្រង់ត្រាស់ថាអ្នកវេកតរិយាទេវលោកាំងវចន្តិពាលាហវេណបសង្សន្តទានាងធីរោចទានាងអនុមោទមាណោតេនេវសោហោតិសុខៃបរថៈបុគ្គលកំណាញ់ស្វិតស្វាញមិនបានទៅកាន់ទេវលោកឡើយបុគ្គលពីលទាំងឡាយមិនសរសើរនៅការឲ្យទានទេចំណែកអ្នកប្រាជ្ញតែងអនុមោទនានៅទានព្រោះហេតុនោះធេរជនអ្នកអនុមោទនានៅទាននោះឯងរមែងបានសុខក្នុងលោកខាងមុខពោលគឺបានសោយទិព្វសម្បត្តិក្នុងទេវលោកពេលចប់ព្រះធម៌ទេសនាអាមាត្យឈ្មោះជន្ហៈតាំងនៅក្នុងសោតាបតិផលក្នុងបិដកលេខ29ទំព័រ50ព្រះដ៏មានព្រះភិក្ខទ្រង់ត្រាស់ថាធម្មំចរេយោបិសមញ្ចកាំងចរេទារាំងចបោសាំងតតាំងអបកាស្មੰសតាំងសហសានៈសហសយាគិនាងកលាំងបេនាខន្តិតថាវិថាសៈតេតិបុគ្គលណាចិញ្ចឹមភរិយាផងប្រព្រឹត្តធម៌គឺកុសលកម្មបទ10បានផងប្រព្រឹត្តស្អាតក្នុងការងារបានផងកាលបើទ្រព្យមានតិចនៅតែឲ្យទានបានផងទាននៃបុគ្គលអ្នកប្រព្រឹត្តធម៌នេះប្រសើរក្រៃលែងណាស់សូម្បីបុរស100,000នាក់បូជាចំពោះភិក្ខុ1000អង្គឬបរិច្ចាគទ្រព្យម្នាក់1000កហបណៈរួមគ្នាទៅបាន10កោដកហបណៈប្រាក់ច្រើនដល់ម្លឹងនៅតែមិនដល់1%នៃទានរបស់បុគ្គលអ្នកប្រព្រឹត្តធម៌ដែលបានឲ្យសូម្បីទ្រព្យតិចតួចព្រះដ៏មានព្រះភិក្ខទ្រង់ត្រាស់បញ្ជាក់ថាបុគ្គលពួកមួយបានតាំងនៅសុបក្នុងធម៌មិនស្មើហើយបៀតបៀនសម្លាប់ពំនុសោតធ្វើបុគ្គលដទៃឲ្យសោកសៅទើបឲ្យទានតក្កណាទាននោះឈ្មោះថាមានមុខទទឹកដោយទឹកភ្នែកប្រកបដោយអញ្ញាមិនដល់តម្លៃនៃទានដែលបុគ្គលឲ្យហើយដោយធម៌ដ៏ស្មើទេអដ្ឋកថាបានបញ្ចប់សេចក្តីនេះដោយពាក្យថាមហាទាននេះឈ្មោះថាមានផលតិចព្រោះភាពមិនបរិសុទ្ធកើតឡើងក្នុងខ្លួនចំណែកទានដោយទ្រព្យតិចឈ្មោះថាមានផលច្រើនព្រោះភាពបរិសុទ្ធកើតឡើងក្នុងខ្លួនដោយប្រការដូចនេះនៅក្នុងសាធុសូត្របិដកលេខ29ទំព័រ53មានទេវតាមួយអង្គបានបន្លឺនៅឧទាននេះក្នុងសំណាក់នៃព្រះដ៏មានព្រះភិក្ខថាបបិទ្ធព្រះអង្គទ្រង់និរទុក្ខទានជាការប្រពៃណាស់កាលដែលទ្រព្យមានតិចនៅតែឲ្យបានទានរមែងញ៉ាំងប្រយោជន៍ឲ្យសម្រេចម្យ៉ាងទៀតការឲ្យទានដោយសទ្ធាជាការប្រពៃពួកអ្នកប្រាជ្ញពោលថាទានញ្ញយុទ្ធញ្ចៈសមានមេហុទាននិងចម្បាំងមានកម្លាំងស្មើគ្នាពួកវីរបុរសទោះបីមានគ្នាតិចរមែងឈ្នះនៅពួកបុគ្គលកំសាកដែលមានគ្នាច្រើនកាលបើបុគ្គលណាជឿកម្មផលដោយសទ្ធាហើយឲ្យទានសូម្បីទ្រព្យបន្តិចបន្តួចបុគ្គលនោះរមែងបានសេចក្តីសុខក្នុងលោកខាងមុខព្រោះតែទាននោះឯងអដ្ឋកថាបានបញ្យល់ពាក្យទានញ្ចៈយុទ្ធញ្ចៈសមានមេហុទាននិងចម្បាំងស្មើគ្នាដោយសេចក្តីថា
បុគ្គលកំសាករមែងមិនអាចច្បាំងបានចំណែកបុគ្គលខ្លាចអស់ទ្រព្យរមែងមិនអាចឲ្យទានបានឡើយពិតណាស់កាលដែលបុគ្គលពោលថាខ្ញុំនឹងរក្សាជីវិតហើយចេញច្បាំងដូច្នេះគឺមិនអាចច្បាំងបានទេប៉ុន្តែកាលដែលបុគ្គលលះបង់សេចក្តីអាល័យក្នុងជីវិតហើយញ៉ាំងឧស្សាហៈឲ្យកើតឡើងថាយើងត្រូវកាត់អវយវៈឬត្រូវស្លាប់ក៏ដោយគឺយើងត្រូវតែដល់នៅភាពជាឥស្សរៈដូច្នេះហើយទើបចេញច្បាំងបានរីឯបុគ្គលដែលពោលថាយើងនឹងរក្សាទ្រព្យទាំងឡាយហើយឲ្យទានដូច្នេះគឺមិនអាចឲ្យទានបានឡើយប៉ុន្តែបុគ្គលលះអាល័យក្នុងទ្រព្យសម្បត្តិទាំងឡាយមានឧស្សាហៈថាយើងនឹងឲ្យនៅមហាទាននេះដូច្នេះរមែងឲ្យទានបានបទថាអបាបិសន្តាពហុកេជីនាងអធិប្បាយថាពួកវីរបុរសទោះបីមានគ្នាតិចក៏រមែងឈ្នះនៅពួកមនុស្សកំសាកខ្លាចស្លាប់ដែលមានគ្នាច្រើនយ៉ាងណាបុគ្គលដែលដល់ព្រមដោយសទ្ធាក៏ដូច្នោះដែរកាលដែលឲ្យទានដោយទ្រព្យដែលមានតិចក៏ពិតប៉ុន្តែរមែងញោមញីសេចក្តីកំណាញ់ដ៏ច្រើនទាំងផលទានដបក៏បានច្រើនទៀតផងទាននិងចម្បាំងរមែងស្មើគ្នាដោយប្រការដូចនេះឯងព្រោះហេតុនេះទើបទេវតាពោលថាអបំបិជេសតហាណោតេតិតេប្រែថាបើបុគ្គលមានសទ្ធាជឿកម្មផលហើយរមែងឲ្យទានបានទោះជាទ្រព្យមានតិចក៏ដោយព្រះដែលមានព្រះភិក្ខព្រះអង្គទ្រង់ត្រាស់ជាមួយនឹងទេវតាថាសទ្ធាហេទានាងពហុធាបសត្ថាំងទានាចខោធម្មបតាំងវៈសយោបុពេវហេបុពតរេវៈសន្តោនៅពានមេវច្ឆកមុងសបញ្ញាតិការឲ្យទានប្រកបដោយសទ្ធាអ្នកប្រាជ្ញសរសើរដោយចំណែកច្រើនតែថាធម្មបទប្រសើរក្រៃលែងជាងទានទៅទៀតព្រោះសពបរោះទាំងឡាយជាន់ដើមឬជាន់ដើមទៅទៀតដែលជាអ្នកប្រកបដោយបញ្ញាក៏បានដល់នៅព្រះនិព្វានមែនពិតក្នុងបេដកលេខ53ទំព័រ25ព្រះដែលមានព្រះភិក្ខទ្រង់ត្រាស់ថាអេវញ្ជេភិក្ខវេសត្តាជានយងទានសង្ឃវិភាកាសៈវិបាកាំងយថាហੰជានាមិអ្នកអតធ្វាភញ្ញយងអ្នកចៈនេសੰមិឆេរមលੰចិត្តតាំងបរិយាទាយៈតថយៈមនាលភិក្ខុទាំងឡាយបើពួកសត្វដឹងផលនៃការចែកទានដូចជាតថាគតដឹងដូច្នោះបើមិនទាន់ឲ្យទានទេក៏មិនហ៊ានបរិភោគឡើយម្យ៉ាងទៀតមន្ទិលគឺសេចក្តីកំណាញ់ក៏មិនគ្របសង្កត់ចិត្តនៃសត្វទាំងនោះបានដែរក្នុងធរគាថាបេដកលេខ57ទំព័រ56ព្រះរដ្ឋបាលថេរៈបានសម្ដែងថាបស្សាមិលោកេសដ្ឋានេមនុស្សេលទ្ធានៈវិតតាំងអ្នកតតន្តិមោហាអាត្មាបានឃើញនៅមនុស្សទាំងឡាយបរិបូរដោយទ្រព្យសម្បត្តិក្នុងលោកកាលដែលបានទ្រព្យជាទីគាប់ចិត្តហើយមិនឲ្យទានដល់បុគ្គលណាឡើយព្រោះតែការវង្វេងគឺមិនមាននៅកម្មសកតាបញ្ញាអ្នកទីខៈមាយងលភតេធនេអ្នកចាបិវិតេនចរាំងវិហន្តិអបញ្ញហេណាំងជីវតមាហុធិរិយអសសតាំងវិបរិណាមធម្មំបុគ្គលមិនមែនបាននៅអាយុវែងដោយសារទ្រព្យទេទាំងមិនមែនកំចាត់បង់នៅជរាដោយសារទ្រព្យដែរព្រោះថាអ្នកប្រាជ្ញទាំងឡាយបានពោលនៅជីវិតនេះថាតិចមិនទៀងមានការប្រែប្រួលជាធម្មតា
ក្នុងមច្ឆរិសូត្របៃដកលេខ29ទំព័រ47ទេវតាបានពោលគាថានេះក្នុងសំណាក់ព្រះដ៏មានព្រះភិក្ខថាមច្ឆរាចៈបមាទាចៈអេវង្ទានាងនតិយតិបញ្ញមាកង្ខមានេនៈតយ៉ាងហោតិវិជានតាតិព្រោះសេចក្តីកំណាញ់និងសេចក្តីប្រមាទបានជាបុគ្គលឲ្យទានមិនកើតយ៉ាងនេះកាលបើបុគ្គលបានដឹងច្បាស់នៅប្រយោជន៍របស់ទានទាំងដែលជាអ្នកមានសេចក្តីប្រាថ្នាចំពោះបុណ្យក៏បីឲ្យទានខ្ញុំប្រកាសណាខ្ញុំបានស្រង់យកសេចក្តីនៃព្រះធម៌ខ្លះមកប៉ុណ្ណេះដើម្បីប្រារព្ធអំពីទានថាបុគ្គលគួរតែឲ្យទានតាមពិតមនុស្សយើងតាំងពីនៅក្នុងផ្ទៃនៃមាតាជីវិតត្រូវរស់នៅដោយសារទានហើយស្រេចប្រសូតចាកផ្ទៃមកត្រូវអាស្រ័យទានរហូតទើបអាចរស់នៅបានអស់ពេលរាប់ឆ្នាំដែលឪពុកម្ដាយបានចិញ្ចឹមមើលថែទានបានចិញ្ចឹមមនុស្សពេញពិភពលោកទំនុកបម្រុងថែរក្សាព្រះពុទ្ធសាសនាដោយការថ្វាយបច្ច័យ4ចំពោះព្រះសង្ឃនិងទានជាឧបការៈដល់សាវកបារមីញាណបច្ចេកពោធិញាណជាពិសេសគឺអភិសម្ពោធិញាណទៀតផងគ្រប់ព្រះបរមពោធិសត្វបានពិចារណារកឃើញនៅទានបារមីមុនបារមីដទៃទៀតទាំងអស់ដែលជាពុទ្ធការកធម៌ក្នុងបញ្ញកិរិយាវត្ថុ10ក្តីទស្សពិធរាជធម៌10ក្តីប្រមចារយធម៌10ក្តីអនុពពិកថា5ប្រការមុននឹងប្រកាសនៅចតុរារិយសច្ចក្តីសង្ឃហវត្ថុ4ក្តីសុទ្ធតែរាប់ទានមុនធម៌ដទៃទាំងអស់ដោយពាក្យប្រារព្ធខាងដើមនេះសូមពុទ្ធបរិស័ទអាននៅសៀវភៅទានកថានេះផងឲ្យទានផងទាំងអមិសទានទាំងធម្មទានព្រមទាំងឧទ្ទិសនៅទានទាំងពីរនេះដល់សពសត្វផងចុះតតតោបញ្ញងបវត្តតិបុណ្យរមែងចម្រើនដល់អ្នកឲ្យទានបាត់ដំបងក្នុងវគ្គសានៃពុទ្ធសករាជ2555ខ្ញុំប្រកាសណាខ្ញុំបាទបុត្រសាវងមេតិកាឈ្មោះអត្តបទ1សមនៈសូត្រ2ចន្ទីសូត្រ3ឧកហសូត្រ4សីហសូត្រ5ទានានិសង្សសូត្រ6កាលទានសូត្រ7ភោជនទានសូត្រ8សទ្ធានិសង្សសូត្រ9បុត្រសូត្រ10សាលសូត្រ11មនីបទាយិសូត្រ12សពុរិសទានសូត្រ13ទានវៈបឋមទានសូត្រ14បឋមសពុរិសសូត្រ15ឧទយសូត្រនិងអដ្ឋកថា16មហាសាលសូត្រនិងអដ្ឋកថាគុណរបស់ទានចិញ្ចឹមបុត្របរិសុទ្ធក្នុងផ្ទៃរហូតដល់ថ្ងៃបុត្រថ្លៃចាកោទានចិញ្ចឹមស្មោះទឹកដោះបបរកូនរស់បានល្អព្រោះធម៌សប្បុរសទានថ្វាយដល់សង្ឃផ្ចង់ឧទ្ទិសទានប្រែតរួចពីឃ្លានព្រោះទានរំដោះទានជាទេវធម៌លំអសប្បុរសទានមានចិត្តស្មោះសង្គ្រោះជីវិតទានគឺជាទ្រព្យជាប់តាមសន្តានជាមិត្តរួមប្រាណឆ្លងភពងងឹតទានកាច់បំបាក់មោហៈក្នុងចិត្តបានត្រាស់ដឹងពិតត្បិតទានបារមីហើយកូនប្រុសស្រីគប្បីចាំទុកគុណម្ដាយឪពុកទានាធិបតីកូនដឹងមង្គល38ជាកម្មអប្រិយផុតភ័យអបាយ1
សុម្នាក់សូត្របិដកលេខ64ទំព័រ63ដល់67គ្រានោះនាងសុមនីរាជកុមារីមានរថ500និងរាជកុមារី500អង្គហែហមចូលទៅគាល់ព្រះដ៏មានព្រះភិក្ខលុះចូលទៅដល់ថ្វាយបង្គំព្រះដ៏មានព្រះភិក្ខហើយប្រថាប់ក្នុងទីសំគួរលុះនាងសុមនីរាជកុមារីប្រថាប់ក្នុងទីសំគួរហើយបានទូលសួរព្រះដ៏មានព្រះភិក្ខដូច្នេះថាបបិទ្ធព្រះអង្គដ៏ចម្រើនសាវកពីររូបរបស់ព្រះដ៏មានព្រះភិក្ខក្នុងសាសនានេះមានសទ្ធាស្មើគ្នាមានសិលស្មើគ្នាមានបញ្ញាស្មើគ្នាប៉ុន្តែមួយអង្គជាទាយុមួយអង្គមិនមែនជាទាយុសាវកទាំងនោះដល់បែកធ្លាយរាងកាយស្លាប់ទៅក៏ទៅកើតក្នុងសុគតិសួគ៌ទេវលោកបបិទ្ធព្រះអង្គដ៏ចម្រើនសាវកទាំងពីរដែលកើតជាទេវតានោះតើមានសេចក្តីវិសេសមានហេតុផ្សេងគ្នាដែរឬទេព្រះដ៏មានព្រះភិក្ខត្រាស់ថាមនាលនាងសុមនីមានដែរមនាលនាងសុមនីសាវកណាជាទាយុសាវកនោះដល់កើតជាទេវតារមែងគ្របសង្កត់ទេវតាឯណោះដែលមិនមែនជាទាយុដោយហេតុ5យ៉ាងគឺអាយុទឹក1សម្បុរទឹក1សុខទឹក1យុះទឹក1អធិបតេយ្យទឹក1មនាលនាងសុមនីសាវកណាជាទាយុសាវកនោះដល់ទៅកើតជាទេវតារមែងគ្របសង្កត់ទេវតាឯណោះដែលមិនមែនជាទាយុដោយហេតុ5យ៉ាងនេះបបិទ្ធព្រះអង្គដ៏ចម្រើនចុះបើទេវតាទាំងពីរនោះចយុតអំពីទេវលោកនោះមកកើតក្នុងមនុស្សលោកនេះបបិទ្ធព្រះអង្គដ៏ចម្រើនបុគ្គលទាំងពីរនោះដែលកើតជាមនុស្សហើយតើមានសេចក្តីវិសេសមានហេតុផ្សេងគ្នាដែរឬទេព្រះដ៏មានព្រះភិក្ខត្រាស់ថាមនាលនាងសុមនីមានដែរមនាលនាងសុមនីបុគ្គលណាជាទាយុបុគ្គលនោះដល់កើតជាមនុស្សរមែងគ្របសង្កត់បុគ្គលឯណោះដែលមិនមែនជាទាយុដោយហេតុ5យ៉ាងគឺអាយុជារបស់មនុស្ស1សម្បុរជារបស់មនុស្ស1សុខជារបស់មនុស្ស1យុះជារបស់មនុស្ស1អធិបតេយ្យជារបស់មនុស្ស1មនាលនាងសុមនីបុគ្គលណាជាទាយុបុគ្គលនោះដល់មកកើតជាមនុស្សរមែងគ្របសង្កត់បុគ្គលឯណោះដែលមិនមែនជាទាយុដោយហេតុ5យ៉ាងនេះបបិទ្ធព្រះអង្គដ៏ចម្រើនចុះបើអ្នកទាំងពីរនោះចេញចាកផ្ទះបួសបបិទ្ធព្រះអង្គដ៏ចម្រើនបព្វជិតទាំងនោះតើមានសេចក្តីវិសេសមានហេតុផ្សេងគ្នាដែរឬទេព្រះដ៏មានព្រះភិក្ខត្រាស់ថាមនាលនាងសុមនីមានដែរមនាលនាងសុមនីបុគ្គលណាជាទាយុបុគ្គលនោះលុះដល់បានបួសហើយរមែងគ្របសង្កត់បព្វជិតឯណោះដែលមិនមែនជាទាយុដោយហេតុ5យ៉ាងគឺបើគេអង្វររមែងប្រើប្រាស់ចីវរច្រើនបើគេមិនអង្វរប្រើប្រាស់ចីវរតិច1បើគេអង្វររមែងបរិភោគបណ្ឌបាតច្រើនបើគេមិនអង្វរក៏បរិភោគបណ្ឌបាតតិច1បើគេអង្វររមែងប្រើប្រាស់សេនាសនៈច្រើនបើគេមិនអង្វរក៏ប្រើប្រាស់សេនាសនៈតិច1បើគេអង្វររមែងប្រើប្រាស់គិលានបច្ចយៈភេសជ្ជបរិខាច្រើនបើគេមិនអង្វរក៏ប្រើប្រាស់គិលានបច្ចយៈភេសជ្ជបរិខាតិច1ប្រសិនបើនៅជាមួយពួកសក្ប្រមចារីណាពួកសក្ប្រមចារីនោះរមែងរាប់អានភិក្ខុនោះដោយកាយកម្មជាទីគាប់ចិត្តច្រើនមិនជាទីគាប់ចិត្តតិចរាប់អានដោយវចីកម្មជាទីគាប់ចិត្តច្រើនមិនគាប់ចិត្តតិចរាប់អានដោយមនោកម្មជាទីគាប់ចិត្តច្រើនមិនគាប់ចិត្តតិចខ្វល់ខ្វាយបំរើជាទីគាប់ចិត្តច្រើនមិនគាប់ចិត្តតិច1មនាលនាងសុមនីបុគ្គលណាជាទាយុបុគ្គលនោះដល់បានបួសហើយរមែងគ្របសង្កត់បព្វជិតឯណោះដែលមិនមែនជាទាយុដោយហេតុ5យ៉ាងនេះបបិទ្ធព្រះអង្គដ៏ចម្រើនចុះបើបព្វជិតទាំងពីររូបនោះបានសម្រេច
ព្រះអរហន្តបពិតព្រះអង្គដ៏ចម្រើនបណ្ដាបព្វជិតទាំងពីររូបដែលបានសម្រេចព្រះអរហន្តហើយនោះតើមានសេចក្តីវិសេសមានហេតុផ្សេងគ្នាដែរឬទេមនាលនាងសុមនីត្រង់រឿងនោះតថាគតមិនសម្ដែងហេតុផ្សេងគ្នាត្រង់ចិត្តដែលរួចស្រឡះដោយវិមុតនេះទេបពិតព្រះអង្គដ៏ចម្រើនអស្ចារ្យណាស់បពិតព្រះអង្គដ៏ចម្រើនចម្លែកណាស់បពិតព្រះអង្គដ៏ចម្រើនបុគ្គលគួរឲ្យទានទាំងឡាយមែនគួរធ្វើបុណ្យទាំងឡាយមែនព្រោះថាបុណ្យទាំងឡាយជាឧបការៈដល់អ្នកដែលកើតជាទេវតាផងបុណ្យទាំងឡាយជាឧបការៈដល់អ្នកដែលកើតជាមនុស្សផងបុណ្យទាំងឡាយជាឧបការៈដល់អ្នកបួសផងមនាលនាងសុមនីហេតុនោះយ៉ាងនេះហើយមនាលនាងសុមនីហេតុនោះយ៉ាងនេះហើយមនាលនាងសុមនីបុគ្គលគួរឲ្យទានទាំងឡាយគួរធ្វើបុណ្យទាំងឡាយព្រោះបុណ្យទាំងឡាយជាឧបការៈដល់អ្នកដែលកើតជាទេវតាផងបុណ្យទាំងឡាយជាឧបការៈដល់អ្នកដែលកើតជាមនុស្សផងបុណ្យទាំងឡាយជាឧបការៈដល់អ្នកបួសផងព្រះដ៏មានព្រះភិក្ខបានត្រាស់ពាក្យនេះលុះព្រះសុគតបានត្រាស់ពាក្យនេះហើយព្រះសាស្តាបានត្រាស់ពាក្យជាគាថានេះតទៅទៀតថាយថាបៈចន្ទោវិមលោកច្ឆੰអាកាសទ្ធាតុយាសពេតារកនេលោកេអភិយៈអតិរោចតិតថេវៈសីលសម្បណ្ណោសទ្ធោបរិសៈបុគ្គលោសពេមច្ឆរិណោលោកេចាកេណៈអតិរោចតិព្រះច័ន្ទមិនមានមន្ទិលកាលចរទៅតាមអាកាសរមែងរុងរឿងលើជាងពួកផ្កាយទាំងឡាយឯដល់អាកាសដោយពន្លឺរបស់ខ្លួនយ៉ាងណាមិញបរិបុគ្គលមានសទ្ធាបរិបូរណ៍ដោយសិលរមែងរុងរឿងជាងពួកបុគ្គលកំណាញ់ទាំងអស់ក្នុងលោកដោយចាកៈក៏យ៉ាងនោះដែរយថាបេមេខោធនយ៉ាងវិជុមាលីសតកកោតលាំងនិន្នញ្ចពរេតេអភិវសੰវសន្ធរាំងអេវង្ទសនៈសម្បណ្ណោសម្មាសម្ពុទ្ធសាវកោមច្ឆរੰអធិកណហាតេបញ្ចដ្ឋានេហេបណ្ឌិតោអាយុនីយស្សសាចេវៈវណ្ណេនចៈសុខេនចៈសវេភោកៈបរិភុលហោបច្ចៈសកេបមោតតៃតេកាលមេឃប្រកបដោយភ្លេងបន្ទូលដ៏ឆ្វៀលឆ្វាត់បរិបូរណ៍ដោយភ្នំទឹកភ្លៀងក៏បង្អុរចុះមកបំពេញផែនដីដែលខ្ពស់ទាបឲ្យពោពេញយ៉ាងណាមិញសាវករបស់ព្រះសម្មាសម្ពុទ្ធដែលបរិបូរណ៍ដោយទស្សនៈជាបណ្ឌិតរមែងគ្របសង្កត់បុគ្គលអ្នកមានសេចក្តីកំណាញ់ដោយហេតុ5យ៉ាងគឺអាយុយសសម្បុរសុខនិងអធិបតីបណ្ឌិតនោះឯងបរិបូរណ៍ដោយភោគៈដល់ទៅលោកខាងមុខរមែងរីករាយក្នុងឋានសួគ៌ក៏យ៉ាងនោះដែរអដ្ឋកថាសុមនៈសូត្របទថាសុមនីរាជកុមារីគឺជាព្រះរាជធីតានៃព្រះបាទបសេនទីកោសលមានព្រះនាមថាសុមនីដែលបានប្រនាមដូច្នោះព្រោះព្រះរាជធីតាទ្រង់បានធ្វើនៅមហាសក្ការៈហើយទ្រង់តាំងសេចក្តីប្រាថ្នាទុកមកសេចក្តីពិស្ដារមានតាំងអំពីសាសនានៃព្រះសម្មាសម្ពុទ្ធវិបស្សីគឺពួកអ្នកនគរគិតគ្នាថាពួកយើងបញ្ចប់សង្គ្រាមហើយពួកយើងក៏បីថ្វាយទានដល់សង្ឃមានព្រះពុទ្ធជាព្រះសាស្តារបស់យើងជាប្រមុខដោយអ្នកនគរអាស្រ័យសេនាបតីហើយធ្វើបុណ្យតាមលំដាប់ដូច្នេះក្នុងថ្ងៃមុនដំបូងជាវិរៈរបស់សេនាបតីក្នុងថ្ងៃនោះសេនាបតីត្រៀមមហាទានដាក់មនុស្សយាមការពារជុំវិញដោយបញ្ជាថាថ្ងៃនេះពួកអ្នកចូលយាមដោយប្រុងប្រយ័ត្នគឺកុំឲ្យអ្នកណាមកថ្វាយភិក្ខាឡើយក្នុងថ្ងៃនោះមានភរិយាលោកសេដ្ឋីម្នាក់អង្គុយយំផង
និយាយទៅរកធីតារបស់ខ្លួនផងថាកូនស្រីម្ដាយអើយប្រសិនបើបិតារបស់កូននៅរស់រានមានជីវិតនោះគឺក្នុងថ្ងៃនេះម្ដាយនឹងនិមន្តព្រះទសពលឆាន់ជាគ្រាដំបូងកូនស្រីនិយាយនឹងមាតាថាបបិទ្ធអ្នកម៉ែសូមអ្នកម៉ែកុំភ័យព្រួយអ្វីឡើយកូននឹងធ្វើដោយឧបាយវិធីដែលអាចឲ្យព្រះសង្ឃមានព្រះពុទ្ធបរមគ្រូជាប្រមុខឆាន់នៅភិក្ខារបស់យើងជាគ្រាដំបូងភ្លាមនោះធីតានៃលោកសេដ្ឋីបានចាត់ចែងចង្ហាន់ដែលមិនមានទឹកគឺនិរុតកបាយាដាក់ចុះនៅក្នុងថាសមាសដែលថាសមាសនោះមានតម្លៃ1សែនរហូតពេញថាសហើយទើបដាក់ទឹកដោះគោទឹកឃ្មុំនិងស្ករគ្រួសជាដើមលាយចូលទើបយកថាសមួយទៀតមកគ្របរួចហើយយកភួងផ្កាម្លិះមករៀបចំដាក់គ្របពីលើភាជនៈនោះឲ្យដូចជាភាជនៈផ្កាម្លិះដូច្នោះឯងលុះដល់ផតកាលព្រះដ៏មានព្រះភិក្ខស្ដេចជាងព្រមដោយព្រះភិក្ខុសង្ឃចូលទៅកាន់ភូមិសំដៅទៅផ្ទះសេនាបតីសទ្ធិធីតានាងនាំយកភាជនៈមាសដាក់ភិក្ខាគ្របដោយផ្កាម្លិះមានពួកនាងទាសីហែហមចេញអំពីផ្ទះស្កាត់ផ្លូវព្រះដ៏មានព្រះភិក្ខនៅក្នុងរវាងផ្លូវពួកអ្នកយាមរបស់សេនាបតីពោលថាណែនាងកុំទៅផ្លូវនេះធម្មតាអ្នកមានបុណ្យច្រើនរមែងមានពាក្យសម្ដីត្រូវចិត្តអ្នកស្ដាប់នាងពោលទៅរកអ្នកយាមទាំងឡាយដែលចេះតែហាមហើយហាមទៀតថាលោកបងលោកពូលោកអ៊ំព្រោះហេតុអ្វីបានជាមិនឲ្យពួកនាងខ្ញុំចូលទៅពួកអ្នកយាមពោលថាអើនាងលោកសេនាបតីចាត់ពួកយើងឲ្យយាមរក្សាការដោយបង្គាប់ថាកុំឲ្យអ្នកណានាំយកអាហារភោជនចូលមកជាដាច់ខាតនាងពោលថាក៏ពួកលោកឃើញអាហារភោជនក្នុងដៃរបស់ខ្ញុំឬពួកអ្នកយាមពោលថាឃើញតែភួងផ្កានាងសួរថាលោកសេនាបតីមិនឲ្យធ្វើសូម្បីតែការបូជាដោយភួងផ្កាឬពួកអ្នកយាមពោលថាលោកសេនាបតីអត់ហាមទេនាងពោលថាបើអញ្ចឹងសូមពួកលោកបើកផ្លូវទៅបានឱកាសហើយនាងក៏ចូលទៅគាល់ព្រះដ៏មានព្រះភិក្ខហើយក្រាបទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនសូមព្រះអង្គទ្រង់ទទួលនៅភួងផ្កាម្លិះនេះព្រះអង្គព្រះដ៏មានព្រះភិក្ខទ្រង់ទតព្រះនេត្រទៅរកអ្នកបម្រើសេនាបតីម្នាក់ហើយត្រាស់ឲ្យទទួលភួងផ្កាម្លិះទុកតាមព្រះអង្គទៅនាងថ្វាយបង្គំព្រះបរមសាស្តាហើយនាងតាំងសេចក្តីប្រាថ្នាថាកាលដែលខ្ញុំម្ចាស់កើតក្នុងភពតូចភពធំតទៅសូមកុំឲ្យខ្ញុំម្ចាស់មានជីវិតរស់នៅដោយសេចក្តីតក់ស្លុតឡើយសូមឲ្យបានជាទីស្រឡាញ់ដោយភួងផ្កាម្លិះនេះនិងសូមឲ្យមានឈ្មោះថាសុមនារហូតព្រះដ៏មានព្រះភិក្ខទ្រង់ត្រាស់ថានាងចូលមានសេចក្តីសុខចុះសទ្ធិធីតាថ្វាយបង្គំហើយធ្វើប្រទក្សិណព្រះដ៏មានព្រះភិក្ខក្រាបទូលលាត្រឡប់ទៅផ្ទះវិញព្រះដ៏មានព្រះភិក្ខស្រេចយាងដល់ផ្ទះសេនាបតីទ្រង់គង់ប្រថាប់លើអាសនៈដែលគេក្រាលថ្វាយសេនាបតីកាន់យកបបរយាគូបង្អោនចូលទៅថ្វាយព្រះបរមសាស្តាទ្រង់យកព្រះហស្ថបិទបាតសេនាបតីក្រាបទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនភិក្ខុទាំងឡាយគង់រៀបរយហើយព្រះអង្គព្រះដ៏មានព្រះភិក្ខត្រាស់ថាតថាគតបានបណ្ឌបាតក្នុងរវាងផ្លូវហើយសេនាបតីលើកភួងផ្កាម្លិះចេញបានឃើញបណ្ឌបាតមធុបាយៈគ្រប់លមមដល់ភិក្ខុទាំងឡាយដួសថ្វាយតាំងពីព្រះដ៏មានព្រះភិក្ខទៅរីឯសេនាបតីបានថ្វាយនៅទេយ្យធម៌របស់ខ្លួន
ព្រះបរមសាស្តាសោយស្រេចហើយទ្រង់ត្រាស់សម្ដែងនៅមង្គលកថារួចស្ដេចជាងត្រឡប់សេនាបតីសួរថាស្រីដែលថ្វាយបណ្ឌបាតជាអ្នកណាកូនស្រីលោកសេដ្ឋីទៀនប្រុសសេនាបតីគិតថាស្ត្រីដែលមានបញ្ញាកាលដែលមកនៅក្នុងផ្ទះរបស់យើងគឺថាសក្យសម្បត្តិរបស់បុរសមិនមែនរកបានដោយក្រទេគិតថាទើបចាត់ចែងនាំនាងបានមកតាំងទុកក្នុងតំណែងជាប្រមុខសេដ្ឋីធីតាបានមកនៅផ្ទះសេនាបតីហើយក៏ចាប់ផ្ដើមចំណាយទ្រព្យក្នុងផ្ទះរបស់មាតានិងក្នុងផ្ទះរបស់សេនាបតីថ្វាយទានដល់ព្រះសម្មាសម្ពុទ្ធបំពេញបុណ្យរហូតអស់អាយុកាលដែលនាងចុតិអំពីមនុស្សបានទៅបដិសន្ធិក្នុងទេវលោកកាមាវចរៈសួរក្នុងគណៈដែលនាងកើតនោះឯងមានភ្លៀងផ្កាម្លិះទូទៅពេញទេវលោកត្រឹមក្បាលជង្គង់ពួកទេវតាទាំងឡាយគិតគ្នាថាទេពធីតានេះកាន់យកឈ្មោះរបស់ខ្លួនដោយខ្លួនឯងមកទើបតាំងនាមទេពធីតាថាសុមនីទេពធីតាចុតិបដិសន្ធិក្នុងទេវលោកនិងមនុស្សលោករហូត89កាប់ក្នុងទីដែលនាងកើតហើយនោះភ្លៀងផ្កាម្លិះក៏ធ្លាក់មកជានិច្ចទើបមានឈ្មោះថាសុមនីដោយដើមកាលដែលនាងមកបដិសន្ធិក្នុងព្រះគររបស់ព្រះអគ្គមហេសីនៃព្រះបាទកោសលក្នុងថ្ងៃនោះឯងកុមារិកា500នាក់ក៏បដិសន្ធិក្នុងត្រកូលនោះហើយប្រសូតចាកគរក្នុងថ្ងៃតែមួយជាមួយគ្នាទាំងអស់ក្នុងគណៈព្រះរាជធីតាប្រសូតនោះឯងភ្លៀងផ្កាម្លិះធ្លាក់ចុះប្រមាណត្រឹមជង្គង់ព្រះរាជាទតព្រះនេត្រឃើញព្រះធីតាទ្រង់សប្បាយព្រះហឫទ័យក្រៃលែងដោយព្រះរាជាទ្រង់ជ្រាបថាព្រះរាជធីតានេះជាអ្នកមានបុណ្យបានសាងទុកមកហើយធីតារបស់យើងកាន់យកឈ្មោះរបស់ខ្លួនមកដោយខ្លួនឯងទើបទ្រង់ព្រះរាជទានព្រះនាមថាសុមនីដល់ព្រះរាជធីតារបស់ព្រះអង្គព្រះរាជាទ្រង់ព្រះតម្រិះថាធីតារបស់យើងប្រាកដជាមិនកើតមកម្នាក់ឯងនោះឡើយទ្រង់ឲ្យស្វែងរកឃើញមានទារិកា500នាក់កើតក្នុងព្រះនគរទើបទ្រង់ត្រាស់ឲ្យចិញ្ចឹមទុកទាំងអស់ហើយត្រូវនាំមកបង្ហាញដល់ធីតារបស់យើង1ខែម្ដងនៅពេលដែលព្រះរាជធីតាមាននៅប្រជញ្ញវស្សាបាន7ខួបលោកសេដ្ឋីអនាថបិណ្ឌិកៈបានសាងព្រះចេតពុនមហាវិហារហើយស្រេចកាលដែលបានបញ្ជូនទូតទៅក្រាបទូលដល់ព្រះបរមសាស្តាហើយព្រះលោកនាថជាព្រះសគុតសាស្តាមានព្រះភិក្ខុសង្ឃជាបរិវារស្ដេចយាងចូលកាន់ក្រុងសាវត្ថីអនាថបិណ្ឌិកសេដ្ឋីបានចូលទៅក្រាបទូលដល់ព្រះរាជាថាបបិទ្ធព្រះមហារាជដ៏ចម្រើនព្រះពុទ្ធដំណើរស្ដេចយាងមកកាន់ទីនេះជាមង្គលទាំងដល់ខ្ញុំព្រះអង្គទាំងដល់ព្រះអង្គជាព្រះរាជាសូមព្រះអង្គទ្រង់ប្រោសឲ្យព្រះនាងសុមនីរាជកុមារីព្រមដោយកុមារីដទៃជាបរិវារ500នាក់កាន់ក្អមទឹកនិងផ្កាកំរងគ្រឿងក្រអូបជាដើមទទួលដំណើរព្រះទសពលព្រះអង្គព្រះរាជាទ្រង់ត្រាស់ថាល្អហើយលោកសេដ្ឋីហើយព្រះអង្គក៏ទ្រង់ចាត់ចែងដូច្នោះព្រះរាជធីតាក៏បានចូលគាល់ព្រះបរមសាស្តាសម្មាសម្ពុទ្ធតាមពាក្យដែលព្រះបិតាទ្រង់ណែនាំបានបូជាដោយផ្កាកំរងនិងគ្រឿងក្រអូបជាដើមហើយប្រថាប់ក្នុងទីដ៏សមគួរមួយព្រះដ៏មានព្រះភិក្ខទ្រង់ត្រាស់សម្ដែងព្រះធម៌ទេសនាញ៉ាំងព្រះធីតានិងកុមារីទាំង500ឲ្យតាំងនៅក្នុងសោតាបត្តិផលក្នុងរវាងផ្លូវថ្ងៃនោះមានក្រហមបានសម្រេចសោតាបត្តិផល2000នាក់ព្រះនាងសុមនីរាជកុមារីចូលគាល់ព្រះដ៏មានព្រះភិក្ខព្រោះហេតុអ្វី
ព្រោះមានបំណងទូលសួរបញ្ហាបានស្ដាប់មកថាក្នុងព្រះសាសនានៃព្រះសម្មាសម្ពុទ្ធកាសបៈទសពលមានភិក្ខុ2អង្គជាសម្លាញ់នឹងគ្នាមួយអង្គបំពេញសារនិយធម៌មានការចែកចាយនៅបច្ច័យ4ដែលខ្លួនបានមកដល់បុគ្គលដែលគួរឲ្យជាដើមចំណែកមួយអង្គទៀតលោកបំពេញនៅភតកវត្តបំពេញវត្តក្នុងរោងភ័តដោយមិនបានឲ្យទានភិក្ខុដែលបំពេញនៅសារនិយធម៌ពោលរំលឹកភិក្ខុជាសម្លាញ់ថាអ្នកដ៏មានអាយុឈ្មោះថាទានដែលមិនឲ្យផលរមែងមិនមានឡើយកាលឲ្យរបស់ខ្លួនដល់អ្នកដទៃហើយសម្បរិភោគទើបគួរភិក្ខុដែលបំពេញនៅភតកវត្តតបថាអ្នកដ៏មានអាយុអ្នកមិនដឹងទេឬការឲ្យទេយ្យធម៌ធ្លាក់ចុះរមែងមិនគួរបុគ្គលដែលកាន់យកត្រឹមតែអាហារញ៉ាំងជីវិតរបស់ខ្លួនឲ្យប្រព្រឹត្តទៅបានប៉ុណ្ណោះទើបគួរទាំងពីរអង្គមិនអាចញ៉ាំងគ្នាឲ្យនៅក្នុងអាវាសរបស់ខ្លួនបានក៏បំពេញវត្តតែរៀងខ្លួនរហូតដល់ចុតិចាភពនោះបដិសន្ធិក្នុងទេវលោកភិក្ខុដែលបំពេញនៅសារនិយធម៌គ្របសង្កត់នៅភិក្ខុដែលមិនបានឲ្យទានដោយធម៌5យ៉ាងក្នុងទេវលោកវិលវល់ក្នុងទេវតានិងមនុស្សអស់មួយចន្លោះព្រះពុទ្ធទើបកើតក្នុងក្រុងសាវត្ថីអង្គដែលបំពេញនៅសារនិយធម៌បដិសន្ធិក្នុងគរព្រះអគ្គមហេសីនៃព្រះបាទកោសលមួយអង្គទៀតបដិសន្ធិក្នុងផ្ទៃនៃស្ត្រីបម្រើរបស់ព្រះអគ្គមហេសីនោះហើយប្រសូតក្នុងថ្ងៃជាមួយគ្នាក្នុងថ្ងៃដាក់ឈ្មោះពោលគឺថ្វាយព្រះនាមដល់ព្រះរាជបុត្រព្រះមេដាស្រង់ទឹកឲ្យបុត្រហើយដាក់បុត្រឲ្យផ្ទុំក្នុងបន្ទប់ប្រកបដោយសិរីជាមួយនឹងបុត្ររបស់ស្ត្រីអ្នកបម្រើព្រះអគ្គមហេសីនោះឯងដោយរវល់នាំគ្នាចាត់ចែងកិច្ចការខាងក្រៅបន្ទប់ព្រះរាជបុត្របើកព្រះនេត្រឡើងបានឃើញស្វេតឆ័ត្រដ៏ធំផងទីកន្លែងផ្ទុំប្រកបដោយសិរីដែលគេចាត់ចែងយ៉ាងល្អផងព្រមទាំងព្រះរាជនិវេសប្រដាប់ដោយគ្រឿងអលង្ការផងទើបដឹងខ្លួនព្រះអង្គថាយើងកើតក្នុងព្រះរាជត្រកូលព្រះរាជបុត្រនឹកថាយើងធ្វើកម្មអ្វីណោទើបបានកើតនៅក្នុងទីនេះដូច្នេះក៏រលឹកបានដោយផលនៃការបំពេញនៅសារនិយធម៌ព្រះរាជបុត្រគិតទៀតថាសម្លាញ់របស់យើងកើតក្នុងទីណាណោក៏បានឃើញនៅក្នុងទីដែលទៀបជាងខ្លួននោះឯងទាំងដែលបានជ្រាបថានេះព្រោះមកអំពីមិនជឿពាក្យរបស់យើងទើបពោលថាសម្លាញ់អ្នកមិនជឿពាក្យរបស់យើងពេលនោះទារកជាសម្លាញ់ក៏តបមកវិញភ្លាមថាបើអញ្ចឹងតើវាយ៉ាងម៉េចព្រះរាជបុត្រក៏បានឆ្លើយបញ្ជាក់ប្រាប់ទៅថាអ្នកមើលសម្បត្តិរបស់យើងមើលយើងដេកនៅលើទីដ៏មានសេរីនៅក្រោមស្វេតឆ័ត្រចំណែកអ្នកវិញដេកនៅនឹងគ្រែទៀបលើកម្រាលរឹងរឹងទារកជាសម្លាញ់ពោលថាអ្នកឯងកើតមាននៅមាននេះព្រោះអាស្រ័យរបស់នឹងឬរបស់នឹងគឺគេឲ្យសម្ពុតមករុំព័ទ្ធនឹងបន្ទះឫស្សីគ្រាន់តែជាបតវ័យធាតុប៉ុណ្ណោះមិនមែនទេឬព្រះរាជធីតាសុមនីបានស្ដាប់ពាក្យរបស់អ្នកទាំងពីរនោះហើយទើបគិតថានៅចិត្តប្អូនប្រុសទាំងពីររបស់យើងមិនមានអ្នកណាឡើយក៏បានដើរចូលទៅអែបនឹងមាត់ទ្វារបានឮពាក្យថាធាតុដូច្នេះក៏គិតថាពាក្យថាធាតុនេះមិនមាននៅខាងក្រៅអំពីព្រះពុទ្ធសាសនាឡើយប្អូនប្រុសរបស់យើងប្រកាសជាសាមណៈទេវបុត្រព្រះរាជធីតាបានគិតតទៅទៀតថាបើយើងនឹងក្រាបទូលដល់ព្រះមាតាបិតាថាទារកទាំងពីរនិយាយគ្នាយ៉ាងនេះព្រះបិតាជាដើមមុខតែនឹងឲ្យគេនាំយកទៅចោល
ឬយ៉ាងម៉េចមិនខានដោយយល់ថាអ្នកទាំងពីរគឺជាអមនុស្សដូច្នេះយើងមិនប្រាប់ហេតុការណ៍នេះដល់អ្នកណាឡើយយើងនឹងទូលសួរចំពោះព្រះទសពលដែលទ្រង់ជាព្រះបិតាវិវត្តៈរបស់យើងព្រះអង្គនឹងត្រាស់ប្រាប់សេចក្តីនេះឲ្យយើងបានដឹងច្បាស់សោយព្រះក្រយាពេលព្រឹកសាច់ហើយព្រះរាជធីតាក៏ចូលទៅគាល់ព្រះរាជាព្រះបិតាហើយទូលសូមការអនុញ្ញាតដើម្បីទៅគាល់ព្រះដ៏មានព្រះភិក្ខព្រះរាជាត្រាស់បង្គាប់ឲ្យចាត់រថ500គ្រឿងសូមបញ្ជាក់ថានៅក្នុងចម្ពោះទ្វីបនេះមានតែកុមារី3នាក់ប៉ុណ្ណោះដែលបានរថ500គ្រឿងអំពីសំណាក់បិតារបស់ខ្លួនគឺព្រះនាងចន្ទីជាព្រះរាជធីតារបស់ព្រះបាទពឹមពិសា1នាងវិសាខាជាធីតារបស់ធនិញ្ញជ័យសេដ្ឋី1និងព្រះនាងសុមនីរាជធីតានេះឯង1ព្រះនាងសុមនីកាន់យកគ្រឿងក្រអូបនិងផ្កាឈើហើយបានឈរនៅក្នុងរថរបស់ខ្លួនដែលមានរថ500ទៀតជាបរិវារធ្វើដំណើរចូលគាល់ព្រះបរមសាស្តាដោយគិតថាយើងនឹងទូលសួរព្រះអង្គនៅបញ្ហានេះសេចក្តីតទៅមាននៅក្នុងប្រសូតខាងដើមស្រាប់ហើយចំពោះពាក្យថាទស្សនៈសម្បណ្ណោនៅក្នុងព្រះគាថាខាងចុងព្រះអដ្ឋកថាប្រាប់ថាគឺព្រះសោតាប័ន